តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលមានរដ្ឋចាប់កំណើតចំណាស់បំផុតក្នុងចំណោមរដ្ឋដែលបានចាប់កំណើតមុនគេនៅក្នុងពិភពលោកដែលរួមមានដូចជាអេស៊ីប មេសូរ៉ូតាមី ឥណ្ឌានិងចិនជាដើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រដ្ឋដែលគេស្គាល់នោះគឺនគរខ្មែរនគរចម្ប៉ានិងរដ្ឋមនស្ដីអំពីជំនឿសាសនានៃប្រជាពលរដ្ឋនៃនគរទាំង3នេះដំបូងឡើយពួកគេមានជំនឿទៅលើការគោរពបុព្វបុរសអ្នកតាម្ចាស់ស្រុកក៏ប៉ុន្តែរបបជំនឿនេះបានផ្លាស់ប្ដូរដោយសារតែឥទ្ធិពលនៃអរិយធម៌ឥណ្ឌាតាមរយៈអ្នកជំនួញដើរសមុទ្រជនជាតិឥណ្ឌាវាបានធ្វើឲ្យប្រជាពលរដ្ឋនៃនគរទាំង3នេះបានផ្លាស់ប្ដូរជំនឿរបស់ខ្លួនដោយទទួលយកនៃការគោរពក្នុងជំនឿនៃសាសនាព្រហ្មញ្ញដែលសម្បូរទៅដោយការគោរពដូចជាការបូជាយញ្ញការរៀបចំពិធីសែនព្រេននានាជាដើមក៏ប៉ុន្តែរបបជំនឿនេះក៏បានកើតឡើងជាថ្មីម្ដងទៀតដោយនៅក្នុងនគរខ្មែរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7បានផ្លាស់ប្ដូរមកគោរពសាសនាព្រះពុទ្ធរីឯនគរចម្ប៉ាដែលនៅភូមិផងរបងជាមួយនគរខ្មែរនោះប្រជាពលរដ្ឋជនជាតិចាមក៏បានផ្លាស់ប្ដូរគោរពសាសនាអ៊ីស្លាមតាមរយៈអ្នកជំនួញដើរសមុទ្រជនជាតិអារ៉ាប់និងជនជាតិម៉ាឡាយូផងដែរតាក់ទងទៅនឹងការលើកឡើងនៃជំនឿនៃជនជាតិចាមនេះផ្នត់គំនិតមួយក្នុងសង្គមដែលកន្លងមកតែងតែលើកឡើងថាប្រជាពលរដ្ឋជនជាតិចាមពូកែធ្វើមុនអាគមសូនក្រមួនដាក់ស្នេហ៍ធ្វើអំពើអូមអាមជាដើមតើផ្នត់គំនិតក្នុងសង្គមមួយនេះវាពិតជាត្រឹមត្រូវដែរឬទេពិតណាស់ការលើកឡើងដែលថាប្រជាពលរដ្ឋជនជាតិចាមពូកែធ្វើអំពើមុនអាគមអូមអាមការសូនក្រមួនដាក់ស្នេហ៍នោះបើយើងមិនបានសិក្សាស្វែងយល់ឲ្យបានច្រើនស៊ីជម្រៅនោះប្រកាសណាស់វាហាក់ដូចជាត្រឹមត្រូវដោយសារតែគេឃើញមានជនជាតិចាមខ្លះបានធ្វើអំពើមុនអាគមការដាក់ស្នេហ៍យ៉ាងដូចនេះមែនក៏ប៉ុន្តែវាមិនមែនយ៉ាងដូចនេះនោះឡើយពីព្រោះថាក៏មានផងដែរនៅជនជាតិផ្សេងទៀតដែលមិនមែនជាអ្នកកាន់សាសនាអ៊ីស្លាមក៏ពួកគេធ្វើអំពើមុនអាគមនេះផងដែរហើយម្យ៉ាងទៀតវាមិនបានបង្ហាញទាំងស្រុងអំពីជនជាតិចាមនោះឡើយដោយសារតែជនជាតិចាមភាគច្រើននៅលោកគោរពសាសនាអ៊ីស្លាមដែលមានច្បាប់សាសនាហាម5ដាច់ខាតចំពោះអំពើមុនអាគមតួយ៉ាងដូចជាប្រសាសន៍របស់សាហារីមូហាម៉ាត់នៅក្នុងសិភៅរីយ៉ាឌុសសាលីហ៊ីនក្នុងចំពោះការហាមឃាត់ចំពោះការធ្វើអំពើមុនអាគមសាហារីមូហាម៉ាត់បានលើកឡើងថាចូលពួកអ្នកជៀសវាង7ប្រការដែលនាំឲ្យអន្តរាយការធ្វើជ្រិកពោលគឺការគោរពផ្សេងក្រៅពីអល់ឡោះការប្រើមុនអាគមការសម្លាប់មនុស្សដែលអល់ឡោះហាមឃាត់លើកលែងតែស្របច្បាប់ត្រឹមត្រូវការស៊ីការប្រាក់ការស៊ីទ្រព្យក្មេងកំព្រាការរត់ចោលជួរនៅពេលជួបសត្រូវនិងការមួលបង្កាច់បង្ខូចស្ត្រីដែលមានជំនឿបរិសុទ្ធបើពួកគេប្រព្រឹត្តមែននោះពិតណាស់ពួកគេនឹងរំលោភយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់នៃសាសនារបស់ពួកគេរីឯចំពោះជនជាតិចាមដែលធ្វើអំពើធ្មប់មុនអាគមតាមផ្លូវងងឹតនោះពួកគេជាជនជាតិចាមមែនពិតក៏ប៉ុន្តែពួកគេមិនប្រកាសថាជាអ្នកកាន់សាសនាអ៊ីស្លាមនោះឡើយចាមជាឈ្មោះនៃជនជាតិមួយរីឯអ៊ីស្លាមគឺជាឈ្មោះសាសនាមួយនៅក្នុងពិភពលោកតួយ៉ាងឧទាហរណ៍នៅក្នុងដែនដីនៃអតីតនគរចម្ប៉ាដែលបច្ចុប្បន្នស្ថិតនៅក្នុងផ្នែកកណ្ដាលនៃប្រទេសវៀតណាមជនជាតិចាមនៅទីនោះដ៏ច្រើននៅតែបន្តគោរពសាសនាដូនតាបុព្វបុរសអ្នកតាម្ចាស់ស្រុកការធ្វើពិធីអារក្សសែនព្រេននានាដដែលនិងអ្នកខ្លះទៀតគោរពសាសនាព្រហ្មញ្ញសាសនានិងក៏មានផងដែរជនជាតិចាមនៅក្នុងប្រទេសវៀតណាមនិងកម្ពុជាបច្ចុប្បន្នពួកគេមិនគោរពសាសនាអ៊ីស្លាមសុទ្ធ 100% នោះឡើយពលគឺពួកគេបានលាយបញ្ចូលការគោរពសាសនាដូនតាម្ចាស់ស្រុកសាសនាព្រហ្មញ្ញបញ្ចូលក្នុងសាសនាអ៊ីស្លាមដែលជាអំពើខុសធ្ងន់បំផុតក្នុងសាសនាក្នុងការរួមបញ្ចូលសក្ការៈបូជាអ្នកផ្សេងជាមួយនឹងព្រះអល់ឡោះដែលគេហៅអំពើនោះថាឈីរិកយោងតាមការលើកឡើងនិងផុសតាងខាងលើយើងអាចសន្មតបានថាអំពើមុនអាគមអូមអាមសាសនិកអ៊ីស្លាមមិនថាជនជាតិចាមឬក៏ជនជាតិណាក៏ដោយចុះឲ្យតែពួកគេជាអ្នកកាន់សាសនាអ៊ីស្លាមការធ្វើអំពើមុនអាគមអូមអាមជាសត្រូវធំបំផុតនៃជំនឿរបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់